ផ្ញើជូនមីកញ្ញាញ់ B40 ម្នាក់ដែលអង្គុយនៅតែក្នុងបន្ទប់4ជ្រុងចាំតែនិយាយរីគុណឌឺដងផ្លែផ្កាវាយប្រហារថ្នាក់ដឹកនាំហើយពូកែខាងឆ្ងល់ខុសរឿងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំបៃលីវីដេអូនេះសូមផ្ញើជូនទៅកាន់មីកញ្ញាញ់ B40 ម្នាក់នៅប្រទេសកូរ៉េដែលតែងតែកើតទុកមិនសុខចិត្តពីមួយថ្ងៃទៅមួយថ្ងៃបើវាមិនបាននិយាយញុះញង់ឲ្យពលរដ្ឋស្អប់ថ្នាក់ដឹកនាំនិងបំផ្លាញទឹកចិត្តប្រជាជនខ្មែរដែលកំពុងសាមគ្គីគ្នាទេវានៅមិនសុខទេឥឡូវសូមពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់វីដេអូដែលមីកញ្ញាញ់ B40 នេះនិយាយបន្តិចសិនខ្ញុំចង់បញ្ជាក់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាថាអញ្ចឹងជីវិតរបស់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននេះគឺឈរនៅលើបន្ទាត់ក្រហមគ្រប់វិនាទីប៉ុន្តែខ្ញុំមិនដឹងថាតើបន្ទាត់ក្រហមរបស់ប្រធានប្រសិទ្ធិក៏ដូចជាថ្នាក់ដឹកនាំនេះនៅត្រង់ចំណុចណាទេហើយគេគូពីចំណុចណាទៅចំណុចណាទេចាឬមួយក៏ចាំដល់ប្រជាពលរដ្ឋខ្មែរនេះត្រូវបានគេបាញ់ស្លាប់បាត់បង់ជីវិតអស់ហើយបានដល់បន្ទាត់ក្រហមឬក៏យ៉ាងម៉េចនាងឯងអីក៏ចេះជាងថ្នាក់ដឹកនាំទៀតតើនាងឯងមានក្បួនយុទ្ធសាស្ត្រដោះស្រាយការងារប្រទេសជាតិដែរមែនអត់មើលខ្ញុំសួរដូចឆោតនាងឯងនៅកូរ៉េក៏ត្រូវគោរពច្បាប់ប្រទេសគេដែរមិនអញ្ចឹងឬនាងឯងមិនចេះគោរពច្បាប់ទេពុកម៉ែបងប្អូនកម្ពុជាជាប្រទេសថ្លៃថ្នូរមិនមែនសណ្ដានចោលឈ្លានពានដូចសៀមទេហេតុនេះកម្ពុជាត្រូវតែគោរពច្បាប់អន្តរជាតិគោរពយន្តការច្បាប់ដែលបានឯកភាពគ្នានឹងហើយព្រោះប្រជាពលរដ្ឋក្នុងប្រទេសចង់បានសន្តិភាពចង់បានការអភិវឌ្ឍរីកចម្រើនទៅមុខអាចរស់នៅដោយគ្មានសង្គ្រាមដែលវេទនាដូចពេលនេះនាងឯងថាមិនដឹងបន្ទាត់ក្រហមនឹងដល់ចំណុចណាទេចាំដល់ពេលពលរដ្ឋខ្មែរគេបាញ់ស្លាប់អស់ជីវិតមែនឬយ៉ាងម៉េចសភាវុធហេតុអ្វីមិនបញ្ចេញទុកទាល់តែដោះស្នឹមណែបើនាងឯងភ្លើទេកុំធ្វើចេះក៏មានអណ្ដាតចេះតែក៏លាស់និយាយអីឈួតមិនដឹងទិសមិនដឹងតំបន់ថ្នាក់ដឹកនាំពលរដ្ឋខ្មែរក្នុងប្រទេសរួបរวมគ្នាធ្វើការដោះស្រាយការងារប្រទេសជាតិនិងជួយបងប្អូនភៀសសឹកអត់បានសម្រាប់ទេនាងទាហានក៏លោកមិនហ៊ានបិទភ្នែកសម្រាប់ដែរមានតែមីកញ្ញាញ់ B40 ឯងទេដែលព្រាត់ប្រាសទៅនៅក្រៅស្រុកហើយបោះពាក្យសម្ដីផ្លែផ្កាញុះញង់ឲ្យបងប្អូនខ្លះដែលគាត់មិនដឹងនោះដើម្បីតែ content រកលុយរបស់នាងឯងពុកម៉ែបងប្អូនខ្ញុំមិនចង់ទៅនិយាយបកស្រាយអីនឹងមនុស្សដែលដឹងហើយធ្វើដេកទេព្រោះមីកញ្ញាញ់ B40 នេះវាធ្វើបែបភ្លើដើម្បីតែប្រយោជន៍វាប៉ុណ្ណោះវាចោទថ្នាក់ដឹកនាំមិនទុកឲ្យគេបាញ់ទាហានបាញ់ពលរដ្ឋបាញ់ប្រាសាទឲ្យអស់ខ្ទេចមែនមិនបន្តដៃនាងខ្ញុំសូមជម្រាបជូនថាយុទ្ធសាស្ត្រសង្គ្រាមបើយើងមិនមែនជាអ្នកជំនាញទេយើងចេះតែថាយើងចេះតែនិយាយបែបនេះបែបនោះចេះតែបានហើយប៉ុន្តែដោយប៉ុន្មានថ្ងៃមុននេះនៅពេលដែលសៀមឈ្លានពានរំលោភដែនអធិបតេយ្យភាពកម្ពុជាដែលហួសបន្ទាត់ក្រហមពេលនោះថ្នាក់ដឹកនាំចេញបញ្ជាឲ្យបាញ់តបតវិញតាមយុទ្ធសាស្ត្រទ័ពដែលយើងមិនអាចដឹងអំពីកិច្ចការផ្ទៃក្នុងរបស់ជាតិបានឡើយមិនមែនចេះតែនិយាយមិនបាញ់ទៅមិនបាញ់ទៅចេះតែស្រែកមិនដឹងឯណាមិនដឹងឯណីទេឋានៈដឹកនាំលោកគិតគូរអាយុជីវិតទាហានគិតគូរអាយុជីវិតរបស់ប្រជាពលរដ្ឋលោកណាដោយសម្ដេចតេជោបានបញ្ជាក់នៅក្នុងបណ្ដាញសង្គមរបស់សម្ដេចនាពេលកន្លងទៅអញ្ចឹងយើងអត់ធ្មត់លើស24ម៉ោងយើងក៏មានពេលជំរាបប្រជាជនយើងនិងបង្ហាញអំពីឆន្ទៈគោរពសេចក្តីថ្លែងការណ៍រួមស្ដីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែរការទប់ស្កាត់និងវាយបកទៅវិញតាមឧបករណ៍ប្រឆាំងយន្តហោះរបស់សត្រូវមិនមែនខ្មែរមិនមានសមត្ថភាពទេឃើញកម្ពុជាស្ងាត់ក៏មើលងាយសង្គ្រាមខ្មែរថៃប៉ុន្មានដងថៃបាក់មុខមិនស្ទើរទេបងប្អូនកងកម្លាំងវីរៈកងទ័ពលោកដឹងអំពីថ្នាក់ដឹកនាំគាត់គោរពបទបញ្ជាសាមគ្គីអត់ធ្មត់ល្អណាស់ទើបសត្រូវវាខ្លាចកងកម្លាំងវីរៈកងទ័ពលោកដឹងអំពីថ្នាក់ដឹកនាំលោកគោរពបទបញ្ជាថ្នាក់ដឹកនាំលោកសាមគ្គីអត់ធ្មត់ល្អណាស់ទើបសត្រូវវាខ្លាចមិនមែនសេរីមីក្អូនកញ្ញាញ់ B40 ឯងបានតែនិយាយអញ្ចឹងទេណែខ្ញុំប្រាប់សម្រាប់ទាហានជួរមុខដែលខ្ញុំយកគ្រឿងឧបភោគបរិភោគក៏ដូចជាយកអំណោយទៅជូនពួកគាត់គោរពស្រឡាញ់ថ្នាក់ដឹកនាំណាគាត់គោរពបទបញ្ជាតាមក្បួនសឹកទ័ពដោយសារតែបែបនេះហើយទើបសង្គ្រាមប៉ុន្មានដងយើងឈ្នះរហូតពុកម៉ែបងប្អូនខ្ញុំមិនស៊ីជម្រៅអំពីក្បួនយុទ្ធសាស្ត្រទ័ពទេប៉ុន្តែចង់ផ្ដាំទៅមីអូនកញ្ញាញ់ B40 ថាថ្នាក់ដឹកនាំលោកចេះគិតគូរហើយកុំភ្លេចថាសម្ដេចតេជោហ៊ុនសែនលោកធ្លាប់ឆ្លងកាត់សមរភូមិសង្គ្រាមជាង100ដងហើយសម្ដេចក៏មានកូនប្រុសជានាយករដ្ឋមន្ត្រីនិងជាបណ្ឌិតយោធាទទួលបានការរៀនសូត្រវឹកហាត់យ៉ាងក្រាស់ក្រែលនិងធ្លាប់ប្រឡូកក្នុងសង្គ្រាមខ្មែរថៃនាពេលកន្លងទៅដែរនាងខ្ញុំសូមបញ្ជាក់ថាសង្គ្រាម5ថ្ងៃខ្មែរអាចគ្រប់គ្រងបានគ្រប់ទីតាំងដែលកងកម្លាំងកម្ពុជាយើងឈរជើងរហូតថៃឈឺចិត្តស្អិតទ្រូងព្រោះវាយមិនបែកហើយលើកនេះយុទ្ធសាស្ត្រចំហទ្វារក្រុងបញ្ឆោតសត្រូវបិទទ្វារវាយឆ្កែទីបំផុតកងកម្លាំងកម្ពុជាយើងនៅតែការពារបូរណភាពទឹកដីបានហើយយុទ្ធសាស្ត្រវាយចោលចូលផ្ទះ
ទោះយ៉ាងណាយើងមិនខុសច្បាប់អន្តរជាតិឡើយព្រោះគេរំលោភផ្ទះយើងហើយមិនចឹងនេះគេហៅថាក្បួននាគប្រហារខ្លះស្របច្បាប់សម្លាប់បាត់ផ្លូវចង់ត្រឡប់ទៅវិញមិនរួចបានន័យថាហែងចូលឈ្លានពានដីខ្មែរហើយហែងតាយលែវហើយយកខ្មោចចេញវិញមិនបានវាយក្បាលឡើងដោយស្របច្បាប់ពុកម៉ែបងប្អូនក្នុងសង្គ្រាមការពារខ្លួនរបស់ខ្មែរចំពោះសត្រូវសៀមឈ្លានពានគឺទ័ពខ្មែរយើងបានបំបាក់សមត្ថភាពរបស់យោធាសៀមឲ្យបាក់មុខមិនស្ទើរនោះទេព្រោះថ្នាក់ដឹកនាំយើងប្រកាន់ជំហរគឺគោរពកិច្ចព្រមព្រៀងដដែលនឹងប្រើសិទ្ធិការពារខ្លួនប៉ុណ្ណោះហើយសៀមវិញគឺខូចខាតមិនតិចទេតាមរយៈការខូចខាតសពាវុធនិងការបាត់បង់កងទ័ពជាច្រើនយើងមិនអាចស្មានយុទ្ធសាស្ត្រសម្ដេចពុកបានទេការសងសឹកគឺមានច្រើនយ៉ាងយើងកុំតិចវានៅដីយើងហើយឲ្យសៀមកុំតិចខ្លួនវានៅក្នុងប្រទេសវាទៅជាពិសេសក្រោយចាញ់សង្គ្រាមឲ្យអន្តរជាតិដាក់សម្ពាធលើពាក្យបណ្ដឹងច្បាប់នានាដែលកម្ពុជាប្តឹងតាមរយៈការទូតសម្ដេចតេជោនិងសម្ដេចធិបតីនិងមន្ត្រីថ្នាក់ដឹកនាំជាតិលោកដឹងអំពីរបៀបនៃការប្រើប្រាស់កាំភ្លើងគ្រាប់ដែលបាញ់ចេញទៅគឺនៅកន្លែងណាស្លាប់កន្លែងណាមានប្រយោជន៍មិនមែនបាញ់អត់ប្រយោជន៍ឲ្យតែខូចកណ្ដុងកាំភ្លើងនោះទេសរុបមកវិញពុកម៉ែបងប្អូនអ្វីដែលនាងខ្ញុំចង់អំពាវនាវនោះគឺមានតែការរួបរวมសាមគ្គីគ្នាប៉ុណ្ណោះទេទើបខ្មែរយើងខ្លាំងហើយខ្មែរយើងឈ្នះសត្រូវថ្នាក់ដឹកនាំកងកម្លាំងប្រឹងប្រយុទ្ធតាមផ្លូវច្បាប់ផ្លូវការទូតនិងសមរភូមិមុខចំណែកយើងជាប្រជាពលរដ្ឋទាំងអស់គ្នាគឺរួបរวมសាមគ្គីគ្នាហើយនាងខ្ញុំក៏សូមផ្ដាំទៅក្រុមឆ្លើងមួយចំនួនដែលចាំតែជញ្ជក់យកប្រយោជន៍ចាំតែបំផ្លាញចាំតែញុះញង់បំបែកបំបាក់បំផ្លាញប្រទេសជាតិសូមបញ្ឈប់ទៅបើអ្នកមានឈាមជ័រជាខ្មែរហើយបំផ្លាញខ្មែរក៏មានល្អជាងព្រោះទង្វើក្រុមនេះអាចហៅថាជាក្រុមឈាមសត្វដេរឆាន